ទស្សដីមកហ៊ុន Yes, yes, it's like មកហ៊ុនធ្លាប់ស្លឬក៏ធ្លាប់ដាំបបរដែរ yeah ធ្លាប់តែបើសិនជាស្លហ្នឹងពេលដែលកំពុងពុះខ្លាំងយើងធ្វើម៉េចនេះបើកម្រប់មិនយើងបើកម្រូបវាដើម្បីឲ្យចំហាយវាហ្នឹងហើរចេញកុំឲ្យវាស្ទះខ្លាំងចុះបើសិនជាយើងទុកវាឲ្យផលអញ្ចឹងវាមានបញ្ហាអីកើតឡើងទីមួយវាចាយវាអាចនឹងប្រឡាក់ស្ទះឬក៏ឆ្នាំងយើង តែអីដែលសំខាន់គឺវាបាត់បង់រសជាតិដើមរបស់វាមែនទេតែហៀរសជាតិ អាចចឹងដែរវាអាចនឹងទីមួយឆាប់ឲ្យវាខ្លោច អាចនឹងទីមួយអាចនឹងខ្លោចអាបាតឆ្នាំងទី2ឧទាហរណ៍បើសម្លឬក៏ប្រភេទសម្លដែលមានខ្ទិះដូងមានអីវាអាចនឹងហៀចេញខ្ទិះមកក្រៅអត់ហើយវាបាត់រសជាតិនឹងមួយដែរអញ្ចឹងគិតថាតើតើនឹងឆ្នាំងបាយតើតើនឹងសម្លហ្នឹងបើសិនជាប្រៀបធៀបមួយជីវិតយើងគិតមិនដែរ នឹងអាចដូចជាការជួបបញ្ហាមួយបើសិនជាយើងជួបបញ្ហាច្រើនហើយយើងមិនគួរទុកវាយូរពេកទេរៀងគួរតែបើកឲ្យបញ្ហាអត់នោះចេញអស់ទៅដើម្បីឲ្យយើងមានភាពសនុកក្នុងខ្លួនអាចនិយាយបានថាសម្រាប់ខ្លួនសម្រាប់កាយសម្រាប់ចិត្តណាអូខេវាក្នុងការដោះស្រាយយើងមិញយើងមានបន្ថយភ្លើងហើយនឹងបើកគម្របវាហ្នឹងហើយអញ្ចឹងជីវិតយើងក៏ដូចគ្នាដែរបើសិនជាយើងមានបញ្ហាហើយយើងពិបាកក្នុងការដោះស្រាយពេកវាធ្ងន់ធ្ងរពេកយើងគួរចេះគេហៅថាបន្ថយភ្លើងចេះសម្រាប់ self care rest អូខេហើយនឹងមួយទៀតបើកគម្របមានថា talk to someone យើងអាចនិយាយជជែកទៅកាន់នរណាដែលយើងអាចទុកចិត្តបានដើម្បីអាចជួយដោះស្រាយបញ្ហាគ្នាបានការដែលយើងចេះមើលថែផ្លូវចិត្តខ្លួនឯងមិនសំដៅទៅលើការទន់ជ្រាយទេមិនន័យថាយើងទន់ជ្រាយទេប៉ុន្តែបានន័យថាយើងចេះពិសារសជាតិជីវិតរបស់យើងឲ្យនៅតែមានរសជាតិឆ្ងាញ់ឈ្ងុយឆ្ងាញ់អញ្ចឹងហ្នឹងហើយបើយើងអត់ចេះបន្ថយភ្លើងបើកម្រោបវាទេឲ្យវាស្រកទេអាហ្នឹងអាចនឹងវាហូរហៀទឹកសម្លទឹកអីហ្នឹងវាអាចនឹងបាត់បង់រសជាតិមួយចំនួនហ្នឹងហើយអញ្ចឹងជីវិតយើងដូចគ្នាដែរយល់អញ្ចឹងដូចស្របទៅវាអាចថាចឹងបានដែរភ្លើងនៅពេលយើងស្វល់ដូចជាកំហឹងអញ្ចឹងបើសិនជាយើងធ្វើតាមកំហឹងវាអាចនឹងផ្ទុះដូចជាខ្លោចហ្នឹងខ្លោចអីហ្នឹងអាចថាចឹងក៏បានហើយទឹកដែលពុះមកច្រើនពេកហ្នឹងវាធ្វើឲ្យហូរហៀរបើកម្រោបអីវាប្រឡាក់វាអីចឹងហ្នឹងដូចជីវិតយើងវាមានភាពប្រឡាក់ជាមួយនឹងបញ្ហាច្រើនពេកយើងអាចនឹងបាក់ទឹកចិត្តដែររឿងហ្នឹងចឹងជីវិតយើងដូចគ្នាអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះការប្រៀបធៀបពីជីវិតយើងជាក់ស្ដែងទៅនឹងសម្លឬក៏ដូចជាការដាំបបរអីផ្សេងហ្នឹងជាគំនិតរបស់ពួកយើងណាទាំងអស់គ្នាបើសិនជាមានយោបល់អីបន្ថែមអាចខមមិននៅខាងក្រោមបានបាយ